សួស្តីគរុសិស្សទាំងអស់គ្នាអញ្ចឹងយើងថ្ងៃនេះមកសិក្សាអំពីមេរៀនទី2មេរៀនដែនម៉ាញេទិកចាអញ្ចឹងមុននឹងចូលដល់ការពិសោធន៍អ្នកគ្រូមានសំណួរកន្លឹះចំនួន1សួរថាតើដែនម៉ាញេទិកគឺជាអ្វីអ្នកគ្រូក៏មានពាក្យកន្លឹះឲ្យបងប្អូនចំនួន2ផងដែរចាពាក្យដែនមានន័យថាតំបន់ឬក៏មជ្ឈដ្ឋានចំណែកពាក្យម៉ាញេទិកមានន័យថាលក្ខណៈឆក់ទាញចាអញ្ចឹងយើងមកសង្កេតមើលការពិសោធន៍ទី1របស់យើងទាំងអស់គ្នាអញ្ចឹងនៅពេលដែលអ្នកគ្រូនេះឃើញអត់ដាក់ដង្កៀបរបស់យើងនេះសម្ភារៈរបស់យើងមានមេដៃនិងដង្កៀបនៅពេលដែលអ្នកគ្រូដាក់ដង្កៀបនៅតំបន់ឬក៏មជ្ឈដ្ឋានដែលនៅឆ្ងាយពីមេដៃយើងឃើញថាដង្កៀបរបស់យើងគឺរក្សានៅទីតាំងដដែលគឺវាមានលំនឹងនេះអ្នកគ្រូដាក់នៅឆ្ងាយនៅពេលដែលដាក់នៅឆ្ងាយចាដាក់នៅឆ្ងាយពីមេដៃគឺវានៅរក្សាលំនឹងដដែលចុះបើអ្នកគ្រូផ្លាស់ប្ដូរទីតាំងយកដង្កៀបនឹងមកដាក់នៅចិត្តមេដៃរបស់យើងវិញដាក់នៅតំបន់ឬក៏មជ្ឈដ្ឋានដែលចិត្តមេដៃយើងឃើញថាដង្កៀបយើងគឺមានការឆក់ទាញជាមួយមេដៃវាមានលក្ខណៈម៉ាញេទិកចឹងមានន័យថាដង្កៀបរបស់យើងកំពុងតែរងនៅកម្លាំងម៉ាញេទិកពីមេដៃហើយបានធ្វើឲ្យមានការឆក់ទាញចាអញ្ចឹងចំពោះការពិសោធន៍លើកទី1របស់យើងត្រូវបានបញ្ចប់ហើយតោះអញ្ចឹងយើងមកមើលការពិសោធន៍លើកទី2ម្ដងអញ្ចឹងអ្នកគ្រូមានសម្ភារៈចំនួន2គឺមកជុលមេដែកចានិងមេដែកអញ្ចឹងអ្នកគ្រូចាប់ផ្ដើមពិសោធន៍ណាអញ្ចឹងបើសិនជាអ្នកគ្រូដាក់នេះមេដែករបស់យើងនៅតំបន់ឬក៏មជ្ឈដ្ឋានដែលឆ្ងាយពីមជុលមេដែកចាយើងឃើញថាមជុលមេដែកយើងគឺអត់មានលំងាកអីទេវានៅនឹងដដែលចុះបើអ្នកគ្រូផ្លាស់ប្ដូរទីតាំងចាគឺអ្នកគ្រូផ្លាស់ប្ដូរទីតាំងមេដែករបស់យើងទៅចិត្តមជុលមេដែកចានេះបងប្អូនសង្កេតឃើញអត់ថាមជុលមេដែកយើងវាមានលំងាកមានលំងាកហើយវាមានចលនាចានេះវាផ្លាស់ប្ដូរទៅតាមមេដៃរបស់យើងមានន័យថាវាកំពុងតែរងនៅកម្លាំងម៉ាញេទិកពីមេដៃហើយចាអញ្ចឹងតាមការពិសោធន៍លើកទី1លើកទី2បងអូនអាចសន្និដ្ឋានបានថាដែនម៉ាញេទិករបស់យើងនឹងគឺជាតំបន់ឬក៏មជ្ឈដ្ឋានដែលនៅជុំវិញមេដែកដែលមជុលមេដែកឬក៏ដង្កៀបរបស់យើងនឹងគឺរងនៅកម្លាំងម៉ាញេទិកចាអរគុណច្រើនបងប្អូនទាំងអស់គ្នា